សូមជម្រាបសួរនិងសួស្តីទៅដល់ប្រិយមិត្តជួបនឹងខ្ញុំបាទផ្លូវចាស់ម្ដងទៀតហើយសាច់រឿងមួយហ្នឹងគឺតាក់ទងទៅនឹងមន្តអាគមកូបាបាទខ្ញុំបានដាក់ចំណងជើងហើយគឺមន្តអាគមកូបាបាទមុននឹងចូលសាច់រឿងខ្ញុំសួរសុខទុក្ខពុកម៉ែបងប្អូនបន្តិចណាតើពុកម៉ែបងប្អូនសុខសប្បាយជាទេបើចំណែក admin វិញគឺសុខធម្មតាទេថែសុខភាពផង admin បារម្ភអញ្ចឹងណាភាសាថាឥឡូវរៀងផ្ដាសាយភាកច្រើនអញ្ចឹងទេហ្នឹងហើយបងប្អូនសិនជាបងប្អូនសុខសប្បាយអីចាំចូលទៅ comment នៅខាងក្រោមវីដេអូមួយហ្នឹងទៅហើយ admin នឹងចូលមើលដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមកហ្នឹងហើយបងប្អូនកុំឲ្យខាតពេលយូរតោះយើងចូលសាច់រឿងតែម្ដងរឿងនេះត្រូវបានកាត់ឡើងជាយូរឆ្នាំហើយដែរតាមជំនឿរបស់ខ្មែរយើងគោបាននេះជាសត្វចិញ្ចឹមរបស់គ្រូមន្តអាគមធ្មប់ដែលប្រើសម្រាប់ទុកកម្ចាយសត្រូវរបស់ខ្លួនឬអ្នកដែលមិនចូលចិត្តជាដើមអ្នកត្រូវគោបាធ្វើបាបច្រើនមានអាការៈរវើរវាយលាក់ខ្លួនឈឺស្គមគ្មានមូលហេតុទេចុកក្នុងពោះជាដើមឬក៏អាចស្លាប់ភ្លាមៗក៏មានដែរគោបានេះត្រូវបានប្រសិទ្ធឡើងតាមទម្រង់ជាលោហិនលាយជាមួយនឹងដីមច្ឆាខ្មោច7វត្តមានកថាដែលមានបញ្ចុះអាគមដាក់ចូលនៅក្នុងពោះទុកប្រាការគោបានេះវាចេញរកស៊ីពេលយប់ឬពេលថ្ងៃអាស្រ័យទៅនឹងការប្រឡែងរបស់គ្រូមន្តអាគមនោះសាច់រឿងមួយនឹងគឺអត់គ្រប់ត្រសម្រាប់ថាស្ដាប់ហើយឬក៏ទៅអនុវត្តឬក៏ទៅធ្វើគឺ admin អត់មានគ្រប់ត្រទេហើយតាក់ទងទៅរឿងមួយហ្នឹងគឺមន្តអាគមកូបានេះសម្រាប់តែស្ដាប់កំសាន្តហើយនឹងឲ្យដឹងបានខ្លះសម្រាប់មន្តអាគមកូបាប្រអីភាគច្រើនទៅតាមភូមិតាមស្រុកណាគឺមានបើភូមិ admin វិញគឺមានតែម្ដងគេថាមន្តអាគមកូបានេះប៉ុន្តែគាត់តែលឺតគ្នាណាពេលខ្លះទៅថាលឺសំឡេងគោដើរកាត់អញ្ចឹងទៅលឺសំឡេងគោដើរកាត់តាមមុខផ្ទះឬតាមផ្លូវពេលយប់ប៉ុន្តែអត់មានគោទេប៉ុន្តែសាច់រឿងមួយហ្នឹងគឺចង់ឲ្យបងប្អូនស្ដាប់ហើយនឹងបដោតទៅលើនឹងសាច់រឿងហ្នឹងហើយក៏មិនគ្រប់ត្រសម្រាប់បងប្អូនណាដែលស្ដាប់ហើយលេងយកទៅអនុវត្តតាមអីគឺ admin អត់មានឲ្យធ្វើតាមអញ្ចឹងឯងតោះឥឡូវយើងចូលសាច់រឿងយើងតែម្ដងទៅនៅក្នុងភូមិក្រីក្រមួយតែជាភូមិថ្មីមានត្រឹមតែជាង100គ្រួសារប៉ុណ្ណោះគ្រប់គ្នាប្រកបរបរកសិកម្មធ្វើស្រែគេថាចិញ្ចឹមជីវិតលោកអំឌួងគឺជាមេភូមិនៅទីនោះដោយត្រូវបានអ្នកភូមិស្រឡាញ់គោរពរាប់អានព្រោះគាត់ជាមនុស្សចិត្តទូលាយណាស់ម្យ៉ាងគាត់មានកូនក្រុមហ៊ុំស្អាតទៀតដោយសារនាងជាមនុស្សរាក់ទាក់និងគោរពចាស់ទុំហើយនាងឈ្មោះលក្ខណាដែលសមជាគេថាប្រកបជាមនុស្សគួរឲ្យស្រឡាញ់អញ្ចឹងទៅប្រុសជាច្រើនតាមស្រឡាញ់នាងប៉ុន្តែនាងបដិសេធដោយយល់ថាខ្លួននៅក្មេងពេកចង់នៅឲ្យបានចាស់ទុំជាងនឹងបន្តិចនីវ៉ាន់គឺជាកូនរបស់អ៊ំឆយដែលល្បីថាជាគ្រូអាគមហើយមានគោបាចិញ្ចឹមទៀតផងបានលួចស្រឡាញ់នាងលក្ខណានឹងតាមអង្វរលងសុំស្រឡាញ់នាងជាច្រើនលើកប៉ុន្តែនាងបដិសេធរហូតព្រោះនាយជាមនុស្សប្រមុខខូបផឹកមិនលុះថ្ងៃទេពេលដែលស្រវឹងម្ដងតែងតែលោឡារករឿងគេឯងហើយនាងស្អប់ចំពុកដូចថាមនុស្សបែបនេះណាស់នៅថ្ងៃមួយពេលកំពុងភ្ជួរស្រែនីវ៉ាន់បានឃើញនាងលក្ខណាបណ្ដាគ្នាជាមួយអ្នកគេថាកំឡោះធនហើយម្នាក់ហ្នឹងឈ្មោះធនណាដែលជាគូសង្សាររបស់នាងនីវ៉ាន់ក៏ស្ទុះមកស្ទាក់ផ្លូវរួចនិយាយថាយ៉ាបញ្ជីក្អែកកេញគក់ចង់ស៊ីសាច់កងានឯងនេះថ្លើមធំណាស់ហ៊ានលូកថ្លើមអញផងហើយតែធននិយាយណែអាវ៉ាន់អាណាលូកថ្លើមអញគេតែឯងទេ
ដែលជាគិញគក់ចង់ស៊ីសាច់កងាននោះអូនលក្ខណៈជាសង្សារអញអនាគតប្រពន្ធរបស់អញលោកអ៊ំពុកក៏គាត់ដឹងដែរគាត់ពេញចិត្តឪពុករបស់លក្ខណៈគាត់ដឹងដែរមែនហើយខ្ញុំនឹងបងធនជាគូសង្សារនឹងភ្ជាប់ពាក្យឆាប់នេះហើយពូវ៉ាន់ឯងបាននៅតែប្រមឹកខួបបែបនេះតើស្រីណាគេនឹងយកទៅដោយខឹងនឹងសម្ដីឌឺដងរបស់អ្នកទាំងពីរនីវ៉ាន់ក៏ស្ទុះទៅដល់នៃធនមួយដៃប៉ុន្តែធនកិច្ចតន់ក៏តបទៅវិញបណ្ដាលឲ្យនីវ៉ាន់ជាប់ភ្នែកម្ខាងឆាកប្រយុទ្ធរវាងអ្នកទាំងពីរបណ្ដាលឲ្យវ៉ាន់របួសធ្ងន់ក៏កិច្ចខ្លួនទៅផ្ទះបាត់នៅពេលដែលទៅដល់ផ្ទះអ៊ំឆយបានសួរកូនគាត់ស្អីអាវ៉ាន់ហើយឯងទៅត្រូវនឹងស្អីបានចំភ្នែកបែកមាត់អញ្ចឹងគឺអាធនណាពុកវាដណ្ដើមអូនលក្ខណៈពីខ្ញុំកំពុងនិយាយលេងជាមួយអូនលក្ខណៈសុកវាបែរជាមកថាខ្ញុំគិញគក់ចង់ស៊ីសាច់កងានរួចឆក់អូសដៃអូនលក្ខណៈចេញពីខ្ញុំពេលខ្ញុំចាប់ទាញអូនលក្ខណៈមកវិញវាដល់ខ្ញុំនឹងវាខ្ញុំទៅខ្ញុំកើតជាបែបនេះទៅណាពុកអ៊ំឆយកើតក្តីខឹងសម្បាជាខ្លាំងក៏មិនមាត់មិនក៏អ្វីទេហើយដើរចូលទៅក្នុងបន្ទប់បាត់ពេលចូលទៅដល់គាត់ក៏យកគោបារបស់គាត់មកសូត្រដាក់អាគមឲ្យប្រើទៅធ្វើបាបនេះធននៅពេលយប់មកដល់ធនកំពុងតែត្រឡប់មកពីជូនលក្ខណៈទៅផ្ទះស្រាប់តែឮសូរសំឡេងកណ្ដឹងគោបាបោលយ៉ាងលឿននេះខំស្វែងរកតែរកមិនឃើញស្រាប់តែពេលនោះមានគោក្រហមដ៏ធំមួយមានបោកធំគូតទៀបដល់ដីហើយស្នែងកោងដូចដាវអញ្ចឹងបានរត់សម្ដៅមករកនេះក៏ស្ទុះកិច្ចផុតបន្តិចគោនោះក៏ត្រឡប់មកវិញលើកនេះកិច្ចមិនផុតព្រោះគោនោះលឿនពេកវាបានបុកធនរហូតដល់ស្លាប់បាត់បង់ជីវិតលុះព្រឹកឡើងមានអ្នកដំណើរកាត់ទៅទីនោះបានស្រែកឆោឡោឡើងព្រោះតែឃើញធនដេកស្លាប់ដោយខ្លួនសោះនឹងស្នែងគោនឹងជាប់ពេញខ្លួនឆ្អឹងឆ្អែងបាក់ខ្ទេចខ្ទីនាងលក្ខណៈយំបោកខ្លួនស្ដាយគូសង្សារជាអាណែករំលងបាន3ថ្ងៃនៅពេលនាងលក្ខណៈដើរតែម្នាក់ឯងទៅស្រែនីវ៉ាន់ក៏ស្ទាក់ភ្លឺម្ដងទៀតអូនលក្ខណៈយ៉ាងម៉េចដែរឥឡូវនេះសង្សារកំណាញ់ចិត្តអូនមកពីវាឆ្លើយពេកទៅបាបវាតាមស្នងនោះអីនេះចាប់ដៃនឹងចាប់ថ្ពាល់លក្ខណៈតែត្រូវនាងក្រវៀតដៃចេញនឹងឆ្លើយទាំងកំហឹងណែមនុស្សគំរក់អញប្រាប់ឯងឲ្យដឹងទោះបីជាក្នុងលោកនេះស្លាប់មនុស្សប្រុសអស់នៅតែឯងក៏អញមិនយកឯងដែរដោយសេចក្តីប្រមាថរបស់នាងចំពោះនីវ៉ាន់ក៏ខឹងច្រឡោតស្ទុះទៅចាប់អោបលក្ខណៈខ្ទប់មាត់របស់នាងថើបញោមញីនាងហើយរំលោភបំពាននាងបានសម្រេចដោយខ្មាស់អៀននិងស្ដាយព្រហ្មចារីនាងលក្ខណៈបានខំមាត់សម្រាប់ខ្លួនឯងក្នុងគ្រានោះលក្ខណៈគាត់ក៏បានស្លាប់ដែរហើយចំណែកឯនីវ៉ាន់វិញភ័យពេកក៏អូសសាកសពនាងទៅបោះចោលនៅគៀនព្រៃនិយាយពីអ៊ំដួងក្រោយបាត់កូនស្រីមួយយប់ក៏ភ័យឆោឡោឡើងហើយក៏គោះត្រដោកឲ្យអ្នកភូមិជួយដើររកពេញភូមិតែមិនឃើញនាងលុះស្អែកឡើងមានអ្នកភូមិម្នាក់មកពីស្រែវិញប្រទះឃើញដានស្មៅដូចជាប្រតាយប្រតប់គ្នាក៏តាមរកក៏ឃើញសាកសពនាងលក្ខណៈក៏រត់ទៅប្រាប់អ៊ំមេភូមិអ៊ំដួងខ្លោចផ្សាក្នុងចិត្តណាស់ព្រោះដឹងតាមស្ថានភាពសាកសពគឺនាងត្រូវគេរំលោភយ៉ាងព្រៃខ្សៃគាត់ក៏ចាប់ផ្ដើមស៊ើបសួរពីរឿងនេះរហូតដល់ថ្ងៃមួយដូចថានីវ៉ាន់ស្រវឹងជាខ្លាំងក៏ដើរទាំងត្រត្រេតត្រួតរត់ស្រែកឲ្យគេជួយរត់រហូតមកដល់ផ្ទះ
ông mì phum tiếng mình đằng luôn hơi có say tha bong mình ban xâm lấp ổn tê cứ một vị ổn tá mình prom sờ lạnh bong từ sờ lạnh ấy thôn xây kết nổ về nó á lột mì phum lư hơi có stu cho mau bị lợp tiệt cọ bôi cọ ai đi ván nó hơi say xua tiếng cầm hằng cứ ấy mền tê đại rùng lục côn anh áo văn đôi than đập hiệp cho vấn ván có tọp tá vì dạng mai lột mì phum cả thác luôn ấy nhỏ trà ấy đi ván có cầu việc đầy mì phum tránh rốt sòng đáy từ còng tiệt có bật tiệt cầm bật kẹt rong nâng cặp lục mì phum tại quạt kịch toàn rồi chạp bàn cầm bật vinh chạ nì văn mùi cầm bật hơi thay bay cầm bật tiệt bàn đà lòi nì văn slap nóng lọc chiềm rồi mì phum có hai nẹ phum móc chùm khnia hơi bà bì hẹt ca choi bàn đằng tha côn quạt slap về xa tay mì phum có trò lọt khăn rồi bà cô bà quạt ao tư xùm lạp mì phum cầm pông bê chung khnia nẹ phum bàn lư nâng khơi cô dạng thom sầm đai một té mì phum cục khnia đằng ní cứ chia cô ba rồi bỏ choi rút bàn tay quạt mình mọc mì phum ao nẹ phum đằng ó trôi khăn té cầm ói chân cài mùi sọ bọ cài móc lốt mì phum bàn tiền sầm bột con sấy quát bỏ mọc trong cái ba cô bà nục hơi lốt tới chạp cô nó có pra chia cô ba rồi thà cô ba lần hành đỏ tội mũi lần hành nó đừng xảy cái đấy mong ôn cho mọi sự đăng đáy ấy con có bàn đỏ cả tha nơi đừng cút cố nô chành cô nó có lên cùng rạc cài móc nẹp phum tiếng óc nía có lược nía từ bàn đánh ông chói ở tranh bị phum tàng vì bề lâu mốc nẹp phum ban ruột nơiประกอบดาวสกสบายสกสานรหดยังไงบางปอนใส่เรื่องมือนั่งคือเมียนแต่ปนังเตะเตียนตองตัวหนึ่งมวลหนังกุ้มโกบายังไงบางปอนมวลหนังกุ้มโกบานี้คือเมียนแมนแต่นะบางปอนให้เบอร์ซันเจในทางพุ่มแอดมินไว้คือเพียจานเก่งใจมองไอ้ท่าจ้าจ้านะกอดใจอะกอดท่ามวลหนังกุ้มโกบานั้นสหายแมนแต่ไอ้ช่างเอาได้เนี่ยได้เรียนมนาคมไปถูกบาปเกย์เองจึงถูกเอ้ยบาปประกามนะบางคนเอ้ยเนี่ยเรียนมนาคมได้ถูกบาปเกย์ด้วยท่าถูกอมเปอร์ถูกเองจึงตื่นไปสลับตื่นคือโอ้บางคนเอ้ยเก็ตมือตื่นเนี่ยได้ถูกบาปเกย์บาเรายังก็เลยมองสัจเรื่องยังวิ่งให้จองมันจอบนั่งคือสัจเรื่องนั่งคือสลับเตียงแหละกันนะสลับเตียงสองซาแหละกันนะไอ้มันเนี่ยชั่วโมงวันนั่งคือกดสลับได้หรือซาแต่สนาได้เราบอกมีพุ่งไอ้มีพุ่งนี่กดเจ้าได้นะไอ้ชอยกดดังทาก่อนกดสลับหรือซาสนาได้ลูกมีพุ่งกดทัวร์ดิท่าเปอร์ได้ทัวร์ด่าลูกทุนนะbàn tay chạy đòn ấy nhập phun cái đằng ấy hơi mấy phun nó cứ gọt đằng đấy gọt ao bị chỉ chôn đầu tè hay đằng là cô ba nó sầm đai một độc tè mấy phun gọt đằng có do để thà sầm phút rồi bao con trai gọt đấy lọp sẽ nó gọt có về tới trong ba cô về nó sầm phút nó chôn ba cô mình chọc đau vì người thà coi ở khơi nhá chẳng tới có lọc về phun tin môn kẹt tha ấy rồi có tin giấy thế hay có cô nâng cầm rạc đánh bàn ai cái đằng thà cô nâng cô choi thiết cô cái đánh tranh bị phun chẳng tới hay sạch rương nâng cứ miền tập ban đăng té mong bồn hay trả toàn tình nâng môn áo cùng cô bà hay sạch rương nâng du ai mong bồn nằm có bạn xài chiều khơi hay có bạn lực lang chỉ sạch rương muối chạy chun mong bồn snap hay ở con mình tên xâm rạp cảสดับนังตัวสนะไอ้ชมสมไปตัวนังรอการในใจตื้อเรียงระอุลไปมวยทิศสำเร็จลงคานไปซาตาประตูเนี่ยจัดค้างตากดยอสัตว์มันจมนี่ท่าสัตว์สกัดเกี่ยวจังตื้อเปียกลาตื้อวิสัยตื้อลงคานดอไม่โจรไม่ระบวิดีโอบางยอมจังไงนั่งไงจำจูบวิดีโอกรอยมาต่อเตียดบายบายสวัสดีคุณจำรีบเรีย